រៀនធ្វើខសាច់ជ្រូកហើយនឹងជើងជ្រូកមើលបុកចំពៅតិចដឹងឆ្ងាញ់អត់ទេណាចំពៅញឹមហើយវាឆ្ងាញ់អូវាសពហើយអ្នកកូនឯងគៀគ្រឿងគៀអីវាតម្លាក់ចូលឲ្យអស់មកហើយយើងក្របវាទៅងាស់វាដាច់ទឹកចាំដាក់ទឹកហើយងាស់ទៀតបើសិនវាអត់តន់ផុយបល់វាបន្តិចសិនណាបានហើយចាំក្រូចវាវិញងាស់វាវិញចឹងដាច់ទឹកកណក់វិញមកផ្ទះមើលឃើញថាដាច់ទឹកណាហ្នឹងណាតែអត់ដាច់ទឹកយើងដាក់ពងមាន់ពងទាឬក៏ដាក់ទឹកថែមទៀតទៅវាស្អាតទៅយើងធ្វើដាច់ទឹកអញ្ចឹងដាក់ពងមាន់ពងទាតែអានបាច់ច្បល់ទៀតទេដាក់ទឹកទៅបងហ្នឹងហើយអស់ហើយច្បល់តែយ៉ាងហ្នឹងយើងច្បល់បានយកទៅឆាច្បល់បើមិនស្រួលបែកណាយកទៅឆាច្បល់អត់បែកបានណាកូនតាដាក់ក្របបដ ாய் ទៅមើលឆ្អិននៅអស់ផុយនៅឆ្អិនហើយតែមើលសាច់មើលផុយនៅយកលាភាណាលាភាហ្នឹងយកញិចមើលហើយញិចកន្លែងមានស្បែកមួយទៀតមកលក់ចំពេលហ្នឹងអស់មកមិនចឹងបានហើយបងម្ទេសលឹកទឹមម្ទេសយកលព្រាគីតម្លាក់វាគៀម្ទេសតម្លាក់ចាំទៅហើយរយលឹកទឹមដាក់លឹកទឹមអែមហើយយ៉ាងអូអត់តន់ភ្លក់ទេប៉ុន្តែដឹងតែឆ្ងាញ់ណារសជាតិហ្នឹង